ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថ្ងៃឈប់សម្រាកពីការងារខ្ញុំជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំបានធ្វើដំណើរទៅផ្លូវជាតិលេខ3ទៅរមណីយដ្ឋានមួយកន្លែងដើម្បីដើរលេងកម្សាន្តផងដែរចាឥឡូវនេះពួកខ្ញុំបានធ្វើដំណើរមកដល់រមណីយដ្ឋានមួយកន្លែងនឹងហើយចំពោះទេសភាពវិញគឺស្អាតធំទូលាយមែនតែនហើយនៅទីនេះដែរគឺមានដូចជា playground ជាមួយនឹងអាងហែលទឹកសម្រាប់បងប្អូនដែលគាត់អាចយកកូនរបស់គាត់មកដំណើរកម្សាន្តនៅចុងសប្តាហ៍ផងដែរចាបន្ទាប់ពីដើរលេងរួចហើយពួកខ្ញុំបានកំងម្ហូបជាច្រើនមានដូចជាបុកល្ហុងមាន់ដុតអំបិលម្ទេសផ្អកសាច់ជ្រូកឆារំលេងគល់ស្លឹកគ្រៃត្រីដុតជាមួយនឹងអង្កែបផងដែរចាចំពោះទេសភាពវិញគឺស្រស់ស្អាតមែនតើណាបងប្អូនបែបលក្ខណៈតាមជនបទធ្វើឲ្យយើងស្រស់ស្រាយមានអារម្មណ៍ស្រស់ថ្លាមែនតែនហើយចំណែកបងស្រីវិញគាត់ជិះតូកដោយកូនក្មេងអញ្ចឹងប៉ុន្តែគាត់សប្បាយចិត្តណាស់ពីព្រោះនៅទីនេះគឺឲ្យយើងស្រស់ស្រាយអារម្មណ៍ជ្រះថ្លាមើលទៅទេសភាពទៅធ្វើឲ្យយើងកាន់តែអារម្មណ៍ល្អផងដែរអញ្ចឹងបងប្អូនកុំភ្លេចទៅទស្សនាដើរលេងកម្សាន្តនៅទីនេះទាំងអស់គ្នាបងចាអរគុណច្រើនជំរាបលាបងប្អូន